ឆ្មាតែស្រែកថាទៅចិនពេលមិនជារអ៊ូមិនដែរទំនេរគឺមកតែតាមមើលពីក្រោយពេលភៀនពីគេគឺសំឡេងទិញស្នាគ្រប់ពេលសុំលេងមកជាបើជាពីរុំដូចចង់រៀងហើយនៅពេលនេះកូនធំគុំនិតនេះមិនដូចក្មេងទៀតឡើយហេតុផលកូនបានយល់ហើយមកធ្វើគ្រប់យ៉ាងព្រោះមកចង់ឲ្យកូនល្អលើលោកនេះខ្ញុំស្រឡាញ់មិនរបស់ខ្ញុំជាងគេសប្បាយចិត្តណាស់ដែលកើតជាកូនមកជីវិតនេះហន់នៅពេលហើយមិនតែនៅខាងកូនអ៊ំផ្សាទោះបីត្រូវលំបាកយ៉ាងណា